ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំជុំធីតាថ្ងៃនេះបានមកជួបបងប្អូនទាំងអស់គ្នាសាជាថ្មីនៅក្នុងការដាក់ពាក្យយកប្រាក់បំណាច់ឆ្នាំចាមានបងប្អូនមួយចំនួនដែលគាត់មិនសូវយល់ពីការយកប្រាក់បំណាច់ឆ្នាំនេះដែលគាត់តែខលមកនាងខ្ញុំជារឿយចាអញ្ចឹងថ្ងៃនេះនាងខ្ញុំសូមប្រាប់នៅវិធីដែលយើងត្រូវយកប្រាក់បំណាច់ឆ្នាំនៅឯពលានហោះចាអញ្ចឹងថាតើវិធីនេះគឺមានអ្វីខ្លះអញ្ចឹងសូមបងប្អូនទាំងគ្នាតាមដានជាមួយនាងខ្ញុំទាំងអស់គ្នាណាចាទី1ចាទី1ដែលយើងត្រូវរៀបចំយកប្រាក់បំណាច់ឆ្នាំនោះទី1បងអស់គឺយើងត្រូវកក់សម្បត្តិយន្តហោះចារយៈពេលមុន1ខែឬក៏មុន2សប្តាហ៍គឺយើងអាចត្រៀមនៅឯកសារទាំងនេះបានចាទី1សម្បត្តិយន្តហោះចាទី2គឺយើងត្រូវត្រៀមប៉ាសពតលិខិតឆ្លងដែនចាទី3ចាទី3គឺ ID card របស់យើងនឹងឯងចាគឺអត្តញ្ញាណប័ណ្ណចាទី1គឺយើងជំហានដំបូងគឺយើងត្រូវមានវាទាំង3មុខនេះឲ្យបានច្បាស់លាស់ចាហើយបន្ទាប់ចាទី4គឺសៀវភៅធនាគារចាហើយខ្ញុំក៏សូមបញ្ជាក់កន្លែងសៀវភៅធនាគារនេះគឺវាមាន3ដែលយើងអាចទៅដកនៅឯពលានហោះបានចាគឺទី1ធនាគារ Shinhan ទី2ធនាគារ Weihan ទី3ធនាគារ Uri ចាធនាគារទាំងអស់នេះគឺយើងអាចធ្វើសៀវភៅនេះហើយយើងអាចដកលុយបំណាច់ឆ្នាំនៅឯពលានយន្តហោះបានក៏ប៉ុន្តែចំពោះបងប្អូនណាដែលគាត់ចង់ដកលុយបំណាច់ឆ្នាំនៅប្រទេសខ្មែរគឺគាត់ត្រូវយកសៀវភៅធនាគារនៅប្រទេសកម្ពុជាយកមកដាក់ចាអញ្ចឹងតើយើងធ្វើអ្វីជាបន្ទាប់ទៀតយើងតាមដានទាំងអស់គ្នាណាអញ្ចឹងយើងត្រូវតែធ្វើសៀវភៅធនាគារនេះឲ្យបានពេលដែលយើងត្រៀមពេលមុនពេលដែលយើងត្រូវយកលុយបំណាច់ឆ្នាំណាចាទី1សូមបញ្ជាក់ម្ដងទៀតសម្បត្តិយន្តហោះទី2លិខិតឆ្លងដែនទី3 ID card ទី4សៀវភៅធនាគារអញ្ចឹងសួរថាពេលដែលយើងរៀបចំលិខិតទាំងអស់នេះហើយយើងយកទៅណាលើកដំបូងគេចាទីនេះចាយើងត្រូវទៅធនាគារដែលយើងធ្វើសៀវភៅធនាគារហើយនឹងចាគឺធនាគារគឺពេលដែលយើងទៅគឺយើងត្រូវទៅយកឯកសារ Kore Wekuk Han Chijong Shin Chong So អញ្ចឹងពេលដែលយើងទៅទទួលយកกระดาษបញ្ជាក់ហ្នឹងគឺយើងនិយាយជាមួយនឹងអ្នកធ្វើការនៅធនាគារថា Kore Wekuk Han Chijong Shin Chong Haro Wasundida បងប្អូនទាំងគ្នាអាចកត់វាទុកណាព្រោះថាពេលយើងត្រូវទៅធនាគារមុនដើម្បីយកឯកសារនេះមកណាចាឯកសារនេះគឺបញ្ជាក់ពីធនាគារហើយទើបយើងទៅក្រសួងការងារចាពេលដែលយើងយកกระดาษបញ្ជាក់ពីធនាគារមកហើយគឺយើងទៅក្រសួងការងារចាពេលដែលយើងទៅក្រសួងការងារចាពេលដែលយើងទៅក្រសួងការងារគឺយើងត្រូវយកយើងទៅដាក់ពាក្យយក출국 예정 사실 확인서ចានេះគឺជាក្រដាសបញ្ជាក់ចាលិខិតបញ្ជាក់ពេលដែលយើងត្រឡប់ទៅស្រុកកំណើតវិញពេលដែលយើងទៅដល់ក្រសួងការងារបើសិនជាយើងអត់ចេះនិយាយភាសាកូរ៉េទេគឺយើងអាចទន្ទិញពាក្យនេះណាបងប្អូនទាំងអស់គ្នាគឺនេះខ្ញុំបានសរសេរនៅខាងក្រោមនេះហើយ출국 예정 사실 확인서를 신청하고 싶어요ចាសូមបងប្អូនទាំងអស់គ្នាកត់ទុកណានៅវីដេអូរបស់នេះខ្ញុំដែលខ្ញុំបានសរសេរជាអក្សរនេះហើយបើសិនជាមានបងប្អូនណាខលមកសួរនេះខ្ញុំបងស្រីសូមសរសេរពាក្យនេះឲ្យខ្ញុំម្ដងទៀតគឺខ្ញុំអត់សរសេរឲ្យទេណាអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលមើលវីក្នុងវីដេអូហ្នឹងហើយសរសេរទុកទៅណាចានេះខ្ញុំសូមអានម្ដងទៀតពេលដែលយើងទៅក្រសួងការងារ출국 예정 확인 사실សូមទោសផងចា출국 예정 사실 확인서를 신청하고 싶어요ចាពេលដែលយើងនិយាយទៅប្រាប់អ្នកក្រសួងគឺអ្នកក្រសួងការងារគឺគេចេញក្រដាសបញ្ជាក់ថាយើងត្រឡប់ទៅខ្មែរគឺគេចេញក្រដាសហ្នឹងឲ្យយើងណាចាហើយអញ្ចឹងបន្ទាប់តើពេលដែលយើងយកបានក្រដាសបញ្ជាក់ត្រឡប់ទៅស្រុកកំណើតហើយតើយើងត្រូវធ្វើយ៉ាងម៉េចទៀតចាពេលដែលយើងបានក្រដាសហ្នឹងហើយគឺគេឲ្យឯកសារមកយើងគឺយើងបំពេញនៅឯកសារដែលយើងត្រូវដាក់ពាក្យយកប្រាក់បំណាច់ឆ្នាំចាទី1គឺឯកសារថេជឹកគឹងពូហុំស៊ីនឆុងការដាក់ពាក្យយកប្រាក់បំណាច់ឆ្នាំទី2គឺគីគុកភីយ៉ុងពូហុំស៊ីនឆុងគឺយើងដាក់
យកប្រាក់ត្រៀមត្រឡប់ទៅខ្មែរចំនួន50ម៉ឺនហ្នឹងចាដែលបងប្អូនទាំងអស់គ្នាហៅថាលុយ Samsung ហ្នឹងចាអញ្ចឹងពេលដែលយើងត្រៀមឯកសារហ្នឹងហើយអស់នៅខាងគ្រូយង Center ខាងក្រសួងការងារគេនឹងហ្វាក់ឯកសាររបស់យើងបញ្ជូនឯកសាររបស់យើងទៅ Samsung ហើយទេក៏ប៉ុន្តែបងប្អូនត្រូវប្រាប់អ្នកក្រសួងការងារផងថាសូមវេឯកសាររបស់ខ្ញុំទៅ Samsung AJ ផងយើងត្រូវប្រាប់ពួកគាត់អញ្ចឹងចាបើមិនជាយើងអត់ចេះទេយើងគាត់និយាយថាស៊ីនពូហុំស៊ីនឆុងហាគូឈីផយយើងនិយាយតែប៉ុណ្្នឹងគឺគាត់ដឹងហើយគឺគាត់ត្រៀមឯកសារឲ្យយើងអស់ហើយអញ្ចឹងពេលដែលអ្នកក្រសួងការងារគេរៀបចំឯកសារឲ្យយើងហើយគឺយើងត្រូវយកឯកសារហ្នឹងគឺនៅខាងក្រសួងគឺគេឲ្យឯកសារបញ្ជាក់មកយើងឯងសម្រាប់ពេលដែលយើងត្រៀមមុននឹងយើងឡើងទៅយកលុយនៅក្នុងនៅពលានហោះចាអញ្ចឹងគឺយើងពេលបានទទួលឯកសារពីក្រសួងការងារមកហើយយើងត្រូវទៅពលានហើយមែនអត់បងប្អូនទាំងអស់គ្នាចាអញ្ចឹងពេលដែលយើងបានទទួលឯកសារពីក្រសួងការងារហើយគឺទី1គឺយើងទៅធនាគារដែលនៅពលានយន្តហោះដែលធនាគារទាំង3ហ្នឹងធនាគារ3ហ្នឹងយើងជ្រើសរើសយកមួយណាក៏បានដែរចាមុននឹង check in គឺយើងទៅយកกระดาษបញ្ជាក់ពីធនាគារនៅខាងក្រៅសិនចាពេលដែលយើងយកกระดาษបញ្ជាក់បើកលុយវាគឺយកกระดาษដែលគេឲ្យយើងពីក្រសួងការងារហ្នឹងទៅក្រសួងទៅធនាគារហើយទើបយើងទៅណាទៀតគឺយើងយកกระดาษបញ្ជាក់ពីខាងក្រៅហ្នឹងហើយបានយើងទៅថ្លឹងអីវ៉ាន់ check in គឺយើងយក passport ហើយនឹងសម្បត្តិយន្តហោះរបស់យើងហ្នឹងទៅថ្លឹងអីវ៉ាន់មែនអត់ទៅថ្លឹងអីវ៉ាន់យើងផ្ញើអីវ៉ាន់ហ្នឹងបើបងប្អូនណាគាត់ជាអាស៊ានគឺគាត់ត្រូវដើរតម្រង់ទៅរកអក្សរ L ចាហើយចំណែកឲ្យបងប្អូនណាដែលគាត់ជា Korean Air គឺគាត់តម្រង់ទៅរកអក្សរ A ចាពេលដែលគាត់ check in ខាងក្នុងនេះហើយចាសួរថាពេលដែលយើងអត់ទៅបញ្ជាក់លិខិតពីធនាគារទេគឺគេអត់ឲ្យយើង check in ចូលទេយើងត្រូវទៅយកกระดาษបញ្ជាក់ពីធនាគារខាងក្រៅហ្នឹងហើយទៅយើង check in ចូលណាចាហើយពេលដែលយើង check in ចូលហើយ check in ហើយថ្លឹងអីវ៉ាន់ហើយគឺយើងត្រូវពិនិត្យខ្លួនរបស់យើងដើម្បីចូលទៅខាងក្នុងដើម្បីត្រៀមជិះយន្តហោះហើយមែនអត់អញ្ចឹងមុននឹងយើងជិះយន្តហោះពេលដែលយើង check in ហើយគឺយើងការលិខិតទាំងអស់លិខិតដែលយើងបញ្ជាក់ពីធនាគារហ្នឹងយកទៅណាយកទៅឧនេងហាន់ចុនសូនៅខាងក្នុងដែលយើងពិនិត្យឆែកមើលហើយដែលយើងត្រៀមត្រឡប់ដែលយើងត្រៀមឡើងជិះយន្តហោះនោះពេលដែលយើងចូលដល់ខាងក្នុងហើយគឺយើងទៅរកឧនេងហាន់ចុនសូដើម្បីយកប្រាក់របស់យើងចាបើសិនជាបងប្អូនអត់បានបញ្ជាក់លិខិតហ្នឹងពីខាងក្រៅពីធនាគារខាងក្រៅទៅទេពេលដែលបងប្អូនទៅដល់ខាងក្នុងគឺគេអត់ឲ្យលុយដល់យើងទេណាគឺប្រាក់គឺគេអត់ឲ្យយើងទេគេឲ្យយើងទៅដល់ខ្មែរហើយទៅយកយើងរកឯកសារពីខ្មែរមកម្ដងទៀតចាហើយចំណុចទាំងអស់នេះសូមបងប្អូនត្រូវចាំទាំងអស់គ្នាថាពិធីយកប្រាក់បំណាច់ឆ្នាំគឺវាមានបែបនេះឯងហើយពេលដែលបងប្អូនទៅដល់ខាងក្នុងឧនេងហាន់ចុនស៊ូគឺបងត្រូវដើររកវាឲ្យឃើញបើមិនរកអត់ឃើញទេបងគ្រាន់តែសួរគេទៅថាឧនេងហាន់ចុនស៊ូណាហាន់ចុនស៊ូទីអីយើងសួរគេតែប៉ុណ្្នឹងទៅគឺគេប្រាប់យើងហើយសូមបងប្អូនទាំងគ្នាកត់នៅពាក្យដែលនេះខ្ញុំបានប្រាប់នៅខាងលើនេះមកកត់ទុកឲ្យបានច្បាស់លាស់ហើយបើសិនជាចំណុចផ្សេងបងប្អូនទាំងគ្នាអាចចុចទៅសួរ Samsung AJ ឬក៏ក្រសួងការងារផ្សេងបើសួរនាងខ្ញុំអត់អាចទទួលបានអស់ទេព្រោះថាបងប្អូនមានច្រើនណាស់ហើយគាត់សួរខ្ញុំក្នុងមួយថ្ងៃទៅល្ងាចគឺគាត់ចេញមករហូតអញ្ចឹងក្នុងចំណុចដែលតាក់ទងដំណាច់ឆ្នាំគឺបងអាចបើកមើលវីដេអូរបស់នាងខ្ញុំនេះមើលម្ដងហើយម្ដងទៀតគឺគាត់អាចនឹងយល់ចាហើយចំណែកចំណុចបន្ទាប់ទៀតនៅថ្ងៃនេះនាងខ្ញុំក៏សូមបញ្យល់បងប្អូនទាំងគ្នានៅក្រុមហ៊ុនរបស់នាងខ្ញុំគឺនាងខ្ញុំបានយកម៉ាស៊ីនវាស់ជាតិខ្លាញ់ចានាងខ្ញុំមានការវាស់ជាតិខ្លាញ់មានម៉ាស៊ីនវាស់ជាតិខ្លាញ់ដោយឥតគិតថ្លៃចាបើសិនជាបងប្អូនណាដែលគាត់មានបញ្ហាសុខភាពដែលគាត់ចង់ដឹងថានៅក្នុងខ្លួនរបស់គាត់មានជាតិខ្លាញ់ឬមួយក៏អត់គឺគាត់អាចទំនាក់ទំនងមកនាងខ្ញុំបានហើយគាត់អាចមកវាស់ជាតិខ្លាញ់នៅថ្ងៃទីខែ2ថ្ងៃទី18ខែ2ថ្ងៃទី20ខែ2ថ្ងៃទី21ខែ2ថ្ងៃទី22ចាក្នុងកំឡុងប្រហែលថ្ងៃនេះគឺនាងខ្ញុំមានបើកសម្រាប់បងប្អូនដែលគាត់ចង់ដឹងខ្លួនជាខ្លាញ់នៅក្នុងខ្លួនជាខ្លាញ់របស់គាត់មានប្រមាណគឺគាត់អាចមកពិនិត្យបានចាព្រោះថាសុខភាពគឺជាបញ្ហាមួយដ៏សំខាន់ណាស់ព្រោះថាបងប្អូនទាំងអស់គ្នាដែលគាត់មានបញ្ហាកេងស្លាប់គឺដោយសារតែខ្លួនគាត់មានជាតិខ្លាញ់ច្រើននៅក្នុងឈាមនៅក្នុងបេះដូងរបស់គាត់គឺមានជាតិខ្លាញ់ច្រើនចាដូចជារូបភាពនៅខាងក្រោមនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាចានេះគឺជារូបភាពចាជាតិខ្លាញ់នៅក្នុងខ្លួនរបស់យើងចាហើយមួយទៀតគឺនៅខ្លាញ់នៅក្នុងបេះដូងចារូបខាងស្ដាំនេះគឺមនុស្សណាដែលគាត់មានបេះដូងគាត់ស្អាត
ចាចំណែកខាងឆ្វេងវិញសម្រាប់បងប្អូនដែលគាត់មានបេះដូងជាតិខ្លាញ់ច្រើនចាពេលដែលបេះដូងយើងមានជាតិខ្លាញ់ច្រើនឬក៏ខ្លួនយើងមានជាតិខ្លាញ់ច្រើនសរសៃឈាមរបស់យើងគឺបន្ទុកគឺផ្ទុកដោយជាតិខ្លាញ់អញ្ចឹងឈាមរបស់យើងគឺដើរអត់ល្អទេអញ្ចឹងគឺបណ្ដាលឲ្យឈាមរបស់យើងស្ទះសម្រាប់មនុស្សយ៉ាងដែលគាត់បើពេលដែលជាតិខ្លាញ់នៅក្នុងខ្លួនយើងច្រើនគឺយើងសុខភាពអត់ល្អអាចស្ទះពេលថ្ងៃណាមួយចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាសូមប្រុងប្រយ័ត្នបំផុតជាតិខ្លាញ់នៅក្នុងខ្លួនហើយវានឹងបង្កើតឲ្យយើងថ្ងៃក្រោយកើតជាជំងឺលើឈាមឬក៏ជំងឺផ្សេងទៀតចាសូមពិនិត្យមើលម្ដងទៀតចានេះគឺជាសរសៃឈាមរបស់យើងនៅក្នុងខ្លួនចារូបនេះគឺជាមនុស្សដែលគាត់ណាមានជាតិខ្លាញ់នៅក្នុងឈាមច្រើនគឺរូបភាពគាត់គឺយើងមើលទៅឃើញហើយថាតើឈាមរបស់យើងដើរបានស្រួលឬក៏មិនស្រួលចាហើយនេះខ្ញុំក៏សូមបន្ថែមមួយទៀតចាថានេះគឺជាផលិតផល Herbalife ឈ្មោះរបស់វាគឺ Shaker សម្រាប់បងប្អូនដែលគាត់គ្មានពេលវេលាដើម្បីធ្វើអាហារញ៉ាំចារាងកាយរបស់យើងគឺត្រូវការសារជាតិចិញ្ចឹមសម្រាប់រាងកាយជារៀងរាល់ថ្ងៃបើសិនជាយើងអត់បានញ៉ាំអាហារណាដែលមានជាតិបន្លែសាច់ទឹកដោះគោច្រើននោះទេធ្វើឲ្យរាងកាយរបស់យើងទ្រុឌទ្រោមអញ្ចឹងបើសិនជាបងប្អូនដែលគាត់គ្មានពេលវេលាធ្វើបាយញ៉ាំគឺគាត់អាចញ៉ាំជាមួយនឹង Shaker នេះដើម្បីបង្កើននូវសុខភាពបង្កើននូវសាច់ដុំនៅក្នុងខ្លួនហើយចំណែកមួយទៀតសំខាន់គឺបងប្អូនដែលគាត់ចង់ថែរាងហើយនឹងចង់សម្រាប់ទម្ងន់និងចង់ឡើងទម្ងន់អាចញ៉ាំផលិតផលនេះបានទាំងអស់គ្នាចាយើងអាចញ៉ាំផលិតផលនេះដើម្បីរក្សាសុខភាពយើងទាំងអស់គ្នាផងដែរចាហើយផលិតផលនេះក៏យើងអាចញ៉ាំជាមួយនឹងទឹកដោះគោក៏បានជាមួយនឹងទឹកក៏បានជារៀងរាល់ថ្ងៃចាហើយចំណែកឯផលិតផលនេះវិញគឺជាតែចានេះគឺជាតែដែលផលិតអំពីក្រុមហ៊ុននៅអាមេរិកចាផលិតផលនេះគឺចេញមកពីប្រទេសអាមេរិកទេចាតែនេះគឺមានសមត្ថភាពសម្រាប់លាងជាតិកខ្វក់ជាតិមេរោគនៅក្នុងខ្លួនរបស់យើងហើយនឹងជួយរំលាយជាតិខ្លាញ់នៅក្នុងខ្លួនរបស់យើងបានផងដែរចាសម្រាប់បងប្អូនណាដែលគាត់ថាខ្លួនរបស់គាត់ស្ងួតជារៀងស្បែកអ្នកខ្លះគាត់ក្រៀមគាត់អន់ក្បាច់សង្ការអញ្ចឹងពេលដែលគាត់ញ៉ាំតែហ្នឹងទៅធ្វើឲ្យស្បែករបស់គាត់ស្អាតធ្វើឲ្យខ្លួនបាត់ជាតិមេរោគហើយមានការមិនសូវហត់ចាចំពោះបងប្អូនណាដែលគាត់ញ៉ាំផលិតផលនេះគឺមានកម្លាំងធ្វើការចាហើយបើសិនជាបងប្អូនណាដែលគាត់មានចំណាប់អារម្មណ៍អាចទំនាក់ទំនងមកនេះខ្ញុំបានហើយទឹកបងប្អូនត្រូវតែញ៉ាំក្នុងមួយថ្ងៃ2លីត្រឡើងទៅផងដែរចាសូម្បីតែកូនរបស់នេះខ្ញុំក៏គាត់ញ៉ាំដែរលើអាហារបំពន់នេះសម្រាប់ក្មេងក៏អាចលូតកម្ពស់បានចាហើយចំពោះនេះខ្ញុំវិញក៏នេះខ្ញុំញ៉ាំវាជារៀងរាល់ថ្ងៃផងដែរសម្រាប់សុខភាពរបស់ខ្ញុំចាហើយបើសិនជាបងប្អូនណាដែលគាត់ត្រូវការគឺគាត់អាចទំនាក់ទំនងមកនាងខ្ញុំបានចាគឺលេខគឺទី1គឺគាត់ផ្ញើឈ្មោះលេខទូរស័ព្ទអាស័យដ្ឋានចាហើយអាចទំនាក់ទំនងមកនេះខ្ញុំបានគឺលេខទូរស័ព្ទខាងក្រោម010 50 66 729ចាហើយនឹងលេខមួយខ្សែទៀតខាងក្រោមចា010 52 29 068ក៏សូមប្រាប់ពីអាស័យដ្ឋាននៅកន្លែងក្រុមហ៊ុនរបស់នាងខ្ញុំចាបងប្អូនទាំងអស់គ្នាអាចមករកនាងខ្ញុំក្រុមហ៊ុនរបស់នាងខ្ញុំគឺនៅគាត់អាចជាខ្សែលេខ1ហេរុងយកចេញផ្លូវលេខ3គឺនៅអគារ Checo Chip ខែគុកស៊ូជាន់ទី4ចាបងប្អូនចេញពីហេរុងយកមកដល់គាត់ចេញមកផ្លូវលេខ3ហើយក៏ដើរបត់ឆ្វេងប្រហែលជា20ម៉ែត្រមកគឺគាត់ឃើញកន្លែងហាលលក់នំប៉័ងមួយហើយពេលដែលគាត់ឃើញកន្លែងហាលលក់នំប៉័ងហ្នឹងក៏អាចជិះចំណតឡានក្រុងហ្នឹងគឺមានចំណតឡានក្រុងមួយគាត់អាចជិះឡានក្រុងចំនួនតែ2ចំណតទេគឺចុះនៅឆាតុងឆាក្រុមសាសូគឺនៅអគារ Checo Chip ខែគុកស៊ូជាន់ទី4ចាគឺគាត់អាចមករកនាងខ្ញុំនៅទីនេះបានហើយនាងខ្ញុំនឹងស្វាគមន៍ជានិច្ចសម្រាប់បងប្អូនដែលគាត់ចង់ថ្លឹងជាតិខ្លាញ់គឺអាចមកក្រុមហ៊ុនរបស់នេះខ្ញុំបានបងដែរចាហើយនេះខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាក្នុងឱកាសបន់ជោឆ្នាំថ្មីនៅក្នុងប្រទេសកូរ៉េនេះផងដែរចាហើយក៏សូមអរគុណសូមជម្រាបលាហើយបងប្អូនណាដែលគាត់ចង់មើលវីដេអូរបស់នាងខ្ញុំគឺគាត់សូមចុច like វីដេអូនៅខាងលើចាហើយនាងខ្ញុំថ្ងៃនេះបានធ្វើវីដេអូនេះប្រើរយៈពេលអស់4ម៉ោងហើយចាហើយបើសិនជាបងប្អូនណាគ្រប់គ្រងសូមកុំភ្លេចចុច like ផងណាហើយបើសិនជាចង់បានព័ត៌មានផ្សេងកុំភ្លេចlike បើសិនជាមាន like ទេក៏អាចលេងធ្វើឲ្យមកទៅចានិយាយលេងទេចាបើខ្ញុំដឹងថាបងប្អូនអរគ្នាគ្រប់គ្រងនេះខ្ញុំជារៀងរហូតមកចាហើយក៏សូមអរគុណចាតែបងប្អូនបានគ្រប់គ្រងនេះខ្ញុំចាសូមអរគុណសូមជម្រាបលាជូនពរសុខភាពល្អទាំងអស់គ្នាចាជម្រាបលា